បើសិនជាយើងនិយាយអំពីរឿងយំយែកនៅក្នុងរឿងសាមកុកមិនមានអ្នកណាគេឈ្នះលាវប៉ៃទេការយំយែករបស់លាវប៉ៃគឺជាការធ្វើនយោបាយរបស់គាត់នៅក្នុងរឿងទីប្រឹក្សាស៊ឺមីអ៊ីមានឈុតមួយដែលស៊ឺមីអ៊ីបង្រៀនឲ្យឆៅភីយំយែកនៅមុខមហាជនដើម្បីយកចំណេញនយោបាយឈុតនេះគឺក្រោយពេលដែលឆៅសម្រេចចិត្តថាលើកលែងទោសឲ្យឆៅភីនិងស៊ឺមីអ៊ីពីព្រោះពួកគេមិនបានយកបញ្ជាកងទ័ពចេញពីក្រុងឆៅត្រូវធ្វើដំណើរទៅធ្វើសង្គ្រាមជាមួយនឹងលាវពាវនៅពេលដែលកងទ័ពមកជិតដល់ផ្លូវចេញឆៅក៏ចេញមកដើម្បីលើកទឹកចិត្តកងទ័ពដោយតែងកំណាព្យរបស់គាត់ឆៅស្ដាប់កំណាព្យនេះហើយពេញចិត្តខ្លាំងណាស់បន្តមកទៀតដល់វេនរបស់ឆៅភីម្ដងមុនពេលដែលចេញមកស៊ឺមីប្រាប់ឆៅភីថាគាត់ត្រូវតែយំនៅមុខឆៅនៅពេលដែលមកដល់ឆៅភីស្ដាប់កំណាព្យរបស់ឆៅហើយក៏គិតថាខ្លួនឯងយំមិនចេញប្រាប់ស៊ឺមីក៏ទះភ្នែកឆៅម្ដាយដើម្បីឲ្យហៀទឹកភ្នែកឥឡូវយើងមកមើលទាំងអស់គ្នាតើការយំជូនដំណើរនេះបានន័យថាម៉េចបើសិនជាយំតែពីអ្នកឆៅហ្នឹងបានន័យថាជាកូនតែបារម្ភពីសុវត្ថិភាពរបស់ពុកក្នុងការធ្វើសង្គ្រាមប៉ុន្តែដោយសារតែឆៅភីយំនៅចំពោះមុខមហាជនចំពោះមុខមន្ត្រីធំវាជារឿងនយោបាយចំណុចទី1ដែលខ្ញុំមើលឃើញតាក់ទងជាមួយនឹងការបង្ហាញពីចិត្តកតញ្ញូរបស់ឆៅភីទោះបីជាឆៅប្រកែកធ្វើសង្គ្រាមក៏ដោយប៉ុន្តែរាល់សង្គ្រាមទាំងអស់សុទ្ធតែជាការបថុយជីវិតជួនកាលទៅអាចមិនបានត្រឡប់មកវិញទេមិនមានអ្នកណាធានាថាឆៅនឹងអាចត្រឡប់មកវិញបានទេរាល់ពេលដែលគាត់ចេញធ្វើសង្គ្រាមដូច្នេះការយំចែករបស់ឆៅភីដើម្បីជូនដំណើរឪពុកខ្លួនឯងគឺជាសារនយោបាយមួយបង្ហាញថាគាត់បារម្ភពីសុវត្ថិភាពឪពុកគាត់ខុសគ្នាពីឆៅគឺលើកទឹកចិត្តកងទ័ពឲ្យកងទ័ពប្រឹងច្បាំងយកឈ្នះប៉ុន្តែឆៅភីជ្រើសរើសប្រើវិធីកូនកតញ្ញូដើម្បីមកសម្ដែងឲ្យគេមើលខ្ញុំប្រើពាក្យថាសម្ដែងទៅចាស់ព្រោះនេះគឺគាត់កំពុងតែសម្ដែងពិតមែនទោះបីជាឆៅមិនចូលចិត្តខុងជឺក៏ដោយប៉ុន្តែកូនចៅរបស់ឆៅមន្ត្រីធំគេដើរតាមលទ្ធិខុងជឺចិត្តកតញ្ញូគឺជាចំណុចសំខាន់មួយនៅក្នុងលទ្ធិខុងជឺឆៅពីយំយែកបែបនេះធ្វើឲ្យគាត់ខ្លាចទៅជាកូនកតញ្ញូនៅក្នុងផ្នែកមហាជននិងមន្ត្រីផ្សេងទៀតស៊ឺមីដឹងថាបើសិនជាចង់កសាងគេឈ្មោះត្រូវតែកសាងឲ្យបានមុនពេលប្រជែងគ្នាពិតប្រាកដនៅក្នុងដំណាក់កាលនេះការប្រជែងគ្នាមិនទាន់កើតឡើង 100% ទេទើបតែចាប់ផ្ដើមទេឆៅភីត្រូវរៀបចំសាច់រឿងធ្វើឲ្យគេជឿថាបើសិនជាគាត់ស្នងតំណែងគឺជារឿងមួយដែលស័ក្តិសមពីព្រោះគាត់បារម្ភពីសុវត្ថិភាពឪពុកគាត់ចំណុចទី2តាក់ទងជាមួយនឹងការទិញទឹកចិត្តការប្រជែងគ្នានៅក្នុងនយោបាយគឺជាការប្រជែងគ្នាដើម្បីយកចិត្តមនុស្សបើសិនជាលាវប៉ៃដែលជាសត្រូវធំរបស់ឆៅប្រើប្រាស់ការយំយែកអូសទាញមនុស្សបានជាច្រើនទៅគាំទ្រគាត់ឆៅភីប្រើប្រាស់វិធីនេះក៏ទទួលបានលទ្ធផលមិនខុសគ្នាដែរការគាំទ្រដែលឆៅភីទទួលបានជាការគាំទ្រស្ងាត់ទេយើងមើលឃើញស៊ីងអ៊ីដែលឈរនៅកន្លែងនោះដូចគ្នាក៏គាត់ចាប់អារម្មណ៍ពីសកម្មភាពរបស់ឆៅភីចំណុចចុងក្រោយគេតាក់ទងជាមួយនឹងឆៅជាអ្នកប្រាជ្ញវ័យក្មេងដែលត្រូវបានគេសរសើរដោយសារតែកំណាព្យរបស់គាត់ឆៅក៏ប្រើប្រាស់មនោសញ្ចេតនាដែរប៉ុន្តែកំណាព្យរបស់ឆៅនៅក្នុងអំឡុងពេលនេះគឺជាកំណាព្យបែបមានសន្តិភាពនិយមរីករាយកំណាព្យឆៅដែលមានការឈឺចាប់មិនសុខចិត្តគឺក្រោយពេលដែលគេសម្លាប់យ៉ាងស៊ីវទៅអញ្ចឹងឆៅភីត្រូវរកចំណុចដែលផ្ទុយគ្នាជាមួយនឹងឆៅដើម្បីបង្ហាញពីមនោសញ្ចេតនារបស់គាត់ដូចគ្នាមន្ត្រីផ្សេងទៀតប្រកាសជាប្រៀបធៀបកូនប្រុសទាំងពីរនេះរបស់ឆៅមានសមត្ថភាពក្នុងផ្នែកអក្សរសាស្ត្របើសិនជាឆៅភីទៅប្រជែងក្នុងផ្នែកអក្សរសាស្ត្រដែរគឺមិនអាចយកឈ្នះឆៅទេអញ្ចឹងគាត់ត្រូវរកអ្វីផ្សេងមកវិញគាត់ត្រូវបង្ហាញមនោសញ្ចេតនាចេញតាមភាពកតញ្ញូនិងការបារម្ភនៅលើនគរដើម្បីឲ្យគេវាយតម្លៃគាត់ខ្ពស់ជាងឆៅដែលមានតែកំណាព្យពីរោះស្ដាប់ស៊ឺមីចង់ឲ្យឆៅភីរៀនសម្ដែងដើម្បីប្រមូលយកអំណាចឆៅភីត្រូវតែរកវិធីធ្វើយ៉ាងណាអាចឲ្យមនុស្សជុំវិញខ្លួនជឿជាក់គាត់បានឆៅភីមិនអាចធ្វើដូចឆៅទេឆៅធ្វើឲ្យគេពេញចិត្តជាមួយនឹងសមត្ថភាពរបស់គាត់ចំណែកឆៅភីវិញត្រូវតែធ្វើឲ្យគេពេញចិត្តតាមរយៈការសម្ដែងបែបនយោបាយរបស់គាត់ឥឡូវយើងសាកគិតបន្តទៅទៀតតើឆៅមើលឃើញឆៅភីយំហើយគាត់ជឿឬអត់ខ្ញុំគិតថាឆៅមិនជឿទេប៉ុន្តែគាត់ក៏មិនខ្វល់ថាឆៅភីកំពុងតែសម្ដែងដូចគ្នាដែរឆៅមិនចាញ់បោកទឹកភ្នែកអ្នកណាទេអញ្ចឹងនៅពេលដែលគាត់ឃើញកូនប្រុសគាត់លីងលងទឹកភ្នែកគាត់ប្រកាសជាឆ្ងល់ឆៅនៅក្នុងនយោបាយយូរហើយអញ្ចឹងគាត់ដឹងថាឆៅភីកំពុងតែសម្ដែងតែគាត់អត់ប្រកាន់ទេគាត់មិនខ្វល់តែគាត់អត់ប្រកាន់ទេ
មនុស្សដូចជាឆាវនេះគោរពសមត្ថភាពនិងភាពឆ្លាតវៃក្នុងផ្នែកនយោបាយរបស់អ្នកដទៃនៅពេលដែលឆាវយំនៅចំពោះមុខមហាជនមុនពេលឆាវចេញទៅធ្វើសង្គ្រាមឆាវនឹងគិតក្នុងចិត្តថាអស្ចារ្យណាស់កូនប្រុសយល់ពីនយោបាយការសម្ដែងដើម្បីឲ្យអ្នកដទៃវាយតម្លៃខ្លួនឯងក្នុងផ្លូវល្អគឺជាសមត្ថភាពរបស់អ្នកនយោបាយនៅក្នុងរឿងទីប្រឹក្សាស៊ឺមីអ៊ីនេះក្រោយពេលដែលឆាវនិយាយជូនដំណើរចប់ហើយឆាវក៏និយាយតែមួយម៉ាត់ទេគាត់ថាពោពេញទៅដោយមនោចេតនាតែមិនព្រោះស្ដាប់ដូចជាកំណាព្យរបស់ឆាវទេត្រង់កន្លែងនេះគឺជាចំណុចលំអៀងរបស់ឆាវប៉ុន្តែខ្ញុំគិតថាគាត់នៅតែពេញចិត្តអ្វីដែលឆាវធ្វើនៅចំពោះមុខមហាជនដដែលឆាវយកកំណាព្យមកសូត្រដើម្បីឲ្យមនុស្សទាំងអស់សរសើរគាត់ឆាវប្រើប្រាស់សកម្មភាពនយោបាយឬក៏ការសម្ដែងបែបនយោបាយដើម្បីឲ្យមនុស្សគាំទ្រគាត់ក្រៅពីឆាវទៅនៅមានមន្ត្រីធំមួយទៀតគឺស៊ីងអ៊ីដែលឈរនៅជូនដំណើរដូចគ្នាដែរគាត់មើលឃើញអ្វីដែលឆាវធ្វើគាត់ប្រកាសជាមើលធ្លុះដូចគ្នាថាឆាវកំពុងតែសម្ដែងទេប៉ុន្តែមិនខុសពីឆាវទេស៊ីងអ៊ីក៏មិនខ្វល់ថាឆាវសម្ដែងឬអត់ដែរហេតុអីស៊ីងអ៊ីគឺជាមនុស្សដែលដើរតាមលទ្ធិខុងជឺសម្រាប់អ្នកនយោបាយដែលធ្វើតាមលទ្ធិខុងជឺពួកគេយល់ថាការសម្ដែងថាខ្លួនឯងមានគុណធម៌នេះក៏គេនៅតែរាប់ថាជាគុណធម៌មួយដែរយ៉ាងហោចណាស់ឆាវយល់ច្បាស់ថាក្នុងនាមជាកូនរបស់អបរាជត្រូវធ្វើបែបណាពេលដែលពុកចេញច្បាំងស៊ីងអ៊ីដើរតាមលទ្ធិខុងជឺដូច្នេះគាត់ឲ្យតម្លៃទៅលើចិត្តកតញ្ញូអកប្បកិរិយាត្រឹមត្រូវហើយនឹងចិត្តស្មោះត្រង់ចំពោះអ្នកដឹកនាំឆាវយំយែកជូនដំណើរឪពុកគឺត្រូវទាំង3ចំណុចអញ្ចឹងស៊ីងអ៊ីគាំទ្រឆាវត្រង់ចំណុចនេះគាំទ្រឲ្យឡើងស្នងតំណែងទេខ្ញុំសូមបញ្ជាក់សិនស៊ីងអ៊ីគាំទ្រឆាវឲ្យឡើងស្នងតំណែងបន្តពីឆាវមិនមែនគាំទ្រឲ្យទម្លាក់រាជវង្សហានទេបើសិនជាស៊ីងអ៊ីទទួលស្គាល់ឆាវថាជាបេក្ខជនដែលស័ក្តិសមធ្វើជាអ្នកស្នងតំណែងមន្ត្រីផ្សេងទៀតដែលគេគោរពយោបល់ស៊ីងអ៊ីនឹងធ្វើតាមដូចគ្នាអញ្ចឹងយើងឃើញថាការយំយែករបស់ឆាវគឺជាយុទ្ធសាស្ត្រនយោបាយមួយរបស់គាត់អញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេនៅក្នុងវីដេអូនេះបើសិនជាអ្នកនរមានអ្វីចង់បន្ថែមអាចចូលមក comment នៅខាងក្រោមបានបើពេញចិត្តវីដេអូនេះកុំភ្លេចចុច like ផងអ្នកដែលមិនទាន់បាន subscribe channel របស់ខ្ញុំទេជួយ subscribe ម្នាក់មួយទៀតមកអរគុណចាំជួបគ្នានៅក្នុងវីដេអូក្រោយ